បងប្អូនការរស់នៅស្រុកស្រែចម្ការរវាងអ្នកស្រែចម្ការដូចគ្នាពេលខ្លះក៏មានអ្នកមាក់ងាយយើងដូចគ្នាបងប្អូនហើយរស់នៅស្រុកស្រែចម្ការដូចគ្នាសោះហ្នឹងអើយអញ្ចឹងមិនថាមនុស្សយើងពិតជាពិបាកមែនទែនបងប្អូនយើងមិនអាចរស់នៅផ្គាប់ចិត្តបានមនុស្សក្របគ្នាទេបងប្អូនអ្វីដែលល្អនោះគឺព្យាយាមផ្គាប់ចិត្តខ្លួនឯងយើងកុំផ្ញើវាសនាឬក៏អនាគតឬក៏មុខរបររបស់យើងទៅលើអ្នកដទៃបងប្អូនវាមិនមានប្រយោជន៍ចំពោះយើងទេយើងព្យាយាមគិតអ្វីដែលវិជ្ជមានកុំគិតអ្វីដែលអវិជ្ជមានតែកាលណាយើងចាប់ផ្ដើមធ្វើអ្វីមួយគិតតែផលអវិជ្ជមាននៅខាងមុខរហូតយើងធ្វើអីអត់បានជោគជ័យទេពេលខ្លះរឿងខ្លះតើយើងរៀនប្រថុយខ្លះទើបដឹងនៅលទ្ធផលហើយលទ្ធផលទាំងអស់ហ្នឹងហើយដែលវាជាបទពិសោធន៍សម្រាប់យើងទៅថ្ងៃមុខបើយើងនៅតែខ្លាចបើយើងមិនសាកល្បងបើយើងមិនហ៊ានយើងអត់ដឹងពីសមត្ថភាពខ្លួនឯងថាយើងនឹងខ្លាំងដល់កម្រិតណាយើងមានសមត្ថភាពប៉ុណ្ណាទេបងប្អូនអញ្ចឹងយើងមានអ្វីនៅក្នុងខ្លួនមានបច្ចេកទេសមានតិចនិចយ៉ាងណាបញ្ចេញឲ្យអស់ទៅបងប្អូនមិនបាច់លាក់ទេហើយកុំខ្វល់ពីអណ្ដាតអ្នកដទៃវាមិនអាចជួយយើងអ្វីយើងបានទេបងប្អូននិយាយនេះមិនមែនមានន័យថាទៅមាក់ងាយបងប្អូនណាទេគ្រាន់តែចង់ប្រៀបធៀបនៅក្នុងសង្គមណាបងប្អូនយើងមិនអាចរស់នៅផ្គាប់ចិត្តមនុស្សទាំង17លានអ្នក18លានអ្នកបានទេយើងធ្វើអ្វីក៏ធ្វើតាមអារម្មណ៍ធ្វើតាមបេះដូងយើងទៅប៉ុន្តែយើងទាំងធ្វើទាំងអស់ហ្នឹងគឺយើងឈរនៅភាពត្រឹមត្រូវសច្ចធម៌គុណធម៌សីលធម៌ជាចម្បងអញ្ចឹងណាបងប្អូនហ្នឹងយើងទទួលបានជោគជ័យហើយមិនមែនជោគជ័យប្រភេទទៅមាក់ងាយគេជោគជ័យដល់កេងប្រវ័ញ្ចគេអាហ្នឹងគេមិនហៅថាជោគជ័យទេបងប្អូនយើងជោគជ័យដោយកម្លាំងញើសឈាមខ្លួនឯងដោយប្រាជ្ញាវាងវៃរបស់យើងដល់ជោគជ័យដោយកម្លាំងកាយរបស់យើងដោយខ្លួនឯងញើសឈាមដោយខ្លួនឯងមិនមែនកេងប្រវ័ញ្ចគេបងប្អូន